ប៉ុន្តែនៅពេលដែលលោកចូលប្រឡងជាមន្ត្រីលោកមិនមែនដើម្បីបន្សាក់នឹងទ្រព្យសម្បត្តិទេមិនមែនទេគ្រាន់បើអញ្ចឹងលោកប្រឡងដើម្បីអីជួយប្រជារាស្ត្រចេញពីទឹកនិងភ្លើងដោះស្រាយទុក្ខព្រួយរបស់រាស្ត្របើនិយាយទៅដូចជាពីរូបម៉ែតាមមើលលោកកុងស៊ុនប្រហែលជាមិនជឿទេខ្ញុំប្រាប់លោកម្ចាស់តាមត្រង់ទៅចុះនៅក្នុងសម័យកាលនេះកម្រនឹងមានមនុស្សដែលធ្វើដូច្នេះបានណាអញ្ចឹងលោកកុងស៊ុនអាចរួមដំណើរជាមួយខ្ញុំទៅកាន់ស្រុកទាន់ជើបានទេលោកម្ចាស់ប៉ាចោលខ្ញុំទៅទាន់ជើជាមួយលោកត្រូវហើយចំណេះយល់ដឹងរបស់លោកកុងស៊ុនខ្ញុំត្រូវការពឹងពាក់ច្រើនកន្លែងហើយនេះហើយគួរតែឆ្លៀតពេលនេះពិនិត្យឲ្យបានច្បាស់តើខ្ញុំអាចធ្វើដោយពាក្យដែលខ្ញុំនិយាយឬមួយយ៉ាងណាលោកកុងស៊ុនមិនព្រមទៅប្រឡងឬមួយក៏មិនព្រមជួយដល់ប្រជារាស្ត្រតាមលទ្ធភាពរបស់លោកទេលោកម្ចាស់ជម្រាបលោកម្ចាស់ប្រទេសសេរីរៀបចំរួចអស់ហើយចេញដំណើរពេលណាក៏បានដែរបានចាំយើងលាដំណើរលោកចាស់អធិការរួចហើយចេញដំណើរចុះបាទលោកម្ចាស់លោកកុងស៊ុនមកហើយតើលោកម្ចាស់ប៉ាយល់ព្រមមកខ្ញុំរួមដំណើរជាមួយលោកទៅទាន់ជើទេលោកកុងស៊ុនប៉ុន្តែខ្ញុំចង់រួមដំណើរជាមួយលោកម្ចាស់ក្នុងឋានៈជាប្រជារាស្ត្រសាមញ្ញមិនដឹងថាលោកម្ចាស់យល់ព្រមឬអត់ទេយល់ព្រមលោកកុងស៊ុនប្រៀបដូចជាគ្រូជាមិត្តល្អរបស់ខ្ញុំក្នុងការយល់ដឹងដែរវ៉ាងឆាមអាហារចៅឡំតាហ្វូបាទពីពេលនេះតទៅត្រូវគោរពលោកកុងស៊ុនដូចជាគោរពខ្ញុំយ៉ាងអញ្ចឹងមិនត្រូវមានការមើលស្រាលប្រមាថជាដាច់ខាតស្ដាប់បានទេបាទពួកខ្ញុំទាំងអស់គ្នាសូមគោរពលោកកុងស៊ុនមិនចាំបាច់ទេនាំគ្នាក្រោកឡើងទៅអរគុណលោកកុងស៊ុនសូមទូចចោះខ្ញុំមិនទាន់សួរឈ្មោះពិតរបស់លោកកុងស៊ុននៅឡើយទេខ្ញុំត្រកូលកុងស៊ុនឈ្មោះឈើសូមគោរពលោកម្ចាស់មន្ត្រីតនចៅឈ្មោះតង្វាសូមគោរពលោកម្ចាស់បាទលោកម្ចាស់ទៅមិនចាំបាច់គូសពទេអ្វីត្បិតអ្នកកាត់ដីជាមន្ត្រីរងប្រចាំសាលាស្រុកប៉ុន្តែ